ប្រសិនបើគេគ្រាន់តែមើលងាយយើងគេអត់ធ្វើឲ្យប៉ះពាល់ដល់កិត្តិយសឬក៏សេចក្តីថ្លៃថ្នូររបស់យើងទេនោះយើងកុំធ្វើអីគេផ្ទុយទៅវិញគឺយើងត្រូវតែជួយថែរក្សាការពារគេឲ្យបានល្អដើម្បីឲ្យគេនៅមានភ្នែកឬនៅមានឱកាសមើលយើងម្ដងទៀតដែលការមើលយើងម្ដងទៀតនេះគឺខុសពីការមើលលើកមុនគេមើលងាយយើងឥឡូវនេះយើងធ្វើកុំឲ្យគេងាយមើលយើងបើថាលើកមុនយើងជិះកង់កាចាស់គេងាយមើលយើងឥឡូវយើងធ្វើម៉េចឲ្យយើងបានឡានជិះឲ្យជិះក្នុងឡានកុំឲ្យគេងាយមើលយើងបើថាលើកមុនយើងនៅផ្ទះតូចគេមើលងាយយើងឥឡូវយើងខិតខំប្រឹងប្រែងរកស៊ីដើម្បីបានផ្ទះធំនៅដើម្បីកុំឲ្យគេងាយមើលយើងចង់មើលយើងមើលពីក្រៅទៅមិនឃើញទេតតែចូលទៅដល់ក្នុងបានមើលឃើញបើថាលើកមុនគេចង់មើលយើងនៅពេលណាក៏បានឥឡូវយើងខិតខំប្រឹងប្រែងដើម្បីឲ្យខ្លាយទៅជាមនុស្សសំខាន់ដើម្បីឲ្យគេពិបាកមើលយើងចង់ជួបយើងអត់ទេណាត់សិនឬក៏ត្រូវឆ្លងកាត់ឧបសគ្គសិនត្រូវឆ្លងកាត់ពីបេតុងពីបច្ចុប្បន្នសិនឬថាអាចត្រឹមតែមើលយើងនៅតាមទូរទស្សន៍ឬក៏នៅតាមទស្សនាវដ្តីឬក៏នៅតាមប្រព័ន្ធផ្សព្វផ្សាយល្បីៗទៅបានហើយកុំឲ្យគេងាយមើលផ្ទាល់ខ្លាំងពេកទាំងអស់នេះបានសេចក្តីថាប្រសិនបើគេមើលងាយយើងត្រូវយកការមើលងាយនោះមកធ្វើជាហេតុផលជំរុញចិត្តមកធ្វើជាកត្តាជំរុញចិត្តមកធ្វើជាថ្នាំបំប៉នផ្លូវចិត្តដើម្បីឲ្យយើងមានការខិតខំប្រឹងប្រែងនិងធ្វើសកម្មភាពឲ្យបានខ្លាំងក្លាសម្ដៅសម្រេចលទ្ធផលឲ្យបានល្អប្រសើរជាពិសេសកសាងជោគវាសនារបស់យើងឲ្យបានរុងរឿងពងពោះត្រដឹមត្រដែតដើម្បីកុំឲ្យគេងាយមើលយើងទៀតឬមើលងាយយើងទៀត